ដោយអស់រយៈពេលរាប់ពាន់ឆ្នាំមុនរតនសម្បត្តិដ៏អស្ចារ្យបំផុតនៅក្នុងចំណោមរតនសម្បត្តិទាំង3ដែលស្ថិតនៅអាណាចក្រខាន់វូគឺជាគុជអមតៈធានីវាត្រូវបានធ្លាក់ចុះក្នុងពិភពលោកមនុស្សដោយចៃដន្យមិនតែប៉ុណ្ណោះគឺត្រូវទទួលបានដោយបរិបទខ្លាំងជាងគេបំផុតនៅក្នុងអាណាចក្រស៊ូសាគូទទួលបានវាហើយបរិបទអ្នកនឹងគឺមានឈ្មោះថាស៊ីទូណាន់ដូច្នោះចាប់តាំងពីពេលនោះមកក៏មានពាក្យចាំរាំបាននិយាយតាក់ទងជាមួយនឹងគុជអមតៈធានីថាវានឹងអាចនាំទៅដល់អាណាចក្រពិភពអមតៈបុរាណបានអញ្ចឹងហើយដោយរឿងរ៉ាវទាំងអស់នេះវាក៏បានបង្កឲ្យមានចំនួននិងការប្រយុទ្ធមិនចេះជប់ឈរគឺដើម្បីដណ្ដើមជោគនៅគុជអមតៈធានីនឹងឯងដូចជាបានឃើញថាគឺមានជាខ្លាំង3នាក់ដែលពួកគាត់ទាំង3គឺបានរួមដៃគ្នាវិវត្តទៅកាន់មនុស្សម្នាក់ហើយមនុស្សម្នាក់នោះគឺជាស៊ីទូណាន់ក្នុងដៃរបស់គាត់គឺមានគុញអមតៈធានីអញ្ចឹងទោះបីជាពួកគាត់ជាជាងចាប់ស៊ីទូណាន់មិនក៏ដោយក៏ត្រូវបានស៊ីទូណាន់ជាជាងរើប្រាខ្លួនបានគ្រប់ក្បាច់គ្រប់ស្នៀនស៊ីទូណាន់គាត់ក៏បានជាប្រាប់ទៅកាន់ជាងខ្លាំងទាំង3នាក់នឹងថាគាត់គឺមិនឲ្យគុជអមតៈធានីទៅដៃអ្នកផ្សេងបានឡើយដោយបានលើចឹងជាងខ្លាំងទាំង3ពួកគាត់ក៏បានប្រព្រឹត្តកម្លាំងថាពលរួមគ្នាបង្កើតជាក្បួនយុទ្ធសាស្ត្រមិនតែប៉ុណ្ណោះក៏បានលើកចេញឡើងទៅដួងព្រលឹងពួកគាត់ទាំង3នាក់ចេញមកផងដែរអញ្ចឹងហើយស៊ីទូណាន់គាត់ក៏បានប្រព្រឹត្តកម្លាំងថាពលពីក្បត់ភ្លើងរបស់គាត់ជាបំបែកនៅការលំពត់នេះតែទោះបីជាណាក៏ដោយក៏ត្រូវបានអ្នកទាំង3ប្រព្រឹត្តកម្លាំងថាពលរួចសង្កត់គាត់ទម្លាក់ចុះមកខាងក្រោមវិញអញ្ចឹងហើយស៊ីទូណាន់គាត់ក៏បាននិយាយអំពីខ្លួនគាត់ថាគាត់គឺជាបរិបទខ្លាំងបំផុតដែលស្ថិតនៅក្នុងអាណាចក្រស៊ូសាគូនេះម្ចាស់ទៀតគាត់សឹងតែមិនជឿនោះទេថាអ្នកទាំង3គឺបានមកពីប៉ាផ្សេងគ្នាប៉ុន្តែពួកគេគឺអាចប្រព្រឹត្តកម្លាំងថារួមបញ្ចូលគ្នាបានហើយនឹងអាចគង់ខាំងគាត់ឲ្យជាប់នៅទីនេះបានទៀតដូច្នេះពួកគេទាំង3ក៏បានបង្ខំឲ្យស៊ីទូណាន់បកគលនៅគុជអមតៈធានីនឹងមកអញ្ចឹងហើយស៊ីទូណាន់គាត់ក៏បានប្រព្រឹត្តកម្លាំងថាពលពីក្បត់ភ្លើងរបស់គាត់បង្កាច់ជាមួយយូរ៉ាភ្លើងមកទប់ទល់ជាមួយនឹងអ្នកទាំង3ផងដែរដូច្នេះមនុស្សស្រីម្នាក់នេះគាត់ក៏បានបញ្ជាដួងព្រលឹងពូស្វ័យរបស់គាត់ចេញទៅទប់ទល់ចំណែកឯមនុស្សប្រុសម្នាក់នេះក៏ដូចគ្នាផងដែរដែលគាត់ក៏បានប្រព្រឹត្តដួងព្រលឹងខ្លាតករបស់គាត់ចេញទៅជួយពូស្វ័យដោយជាបានឃើញថាដួងព្រលឹងយូរ៉ាភ្លើងរបស់ស៊ីទូណាន់វាក៏បានព្យាយាមវិបាកទៅកាន់ដួងព្រលឹងសត្វខ្លាតកតែទោះបីជាណាក៏ដោយក៏ត្រូវបានដួងព្រលឹងពូស្វ័យបានចាប់រត់ដួងព្រលឹងយូរ៉ាភ្លើងបំផ្ទុះនៅទីកន្លែងនេះតែម្ដងហើយក៏បានធ្វើស៊ីទូណាន់គាត់ក៏រត់របួសបន្ថែមទៀតផងដែរអញ្ចឹងពួកគាត់ទាំង3ក៏បានប្រព្រឹត្តកម្លាំងថាពលបានវិបាកទៅកាន់ស៊ីទូណាន់ពេញមួយទំហឹងបន្ថែមទៀតដូច្នេះស៊ីទូណាន់គាត់បានសម្រេចចិត្តប្រព្រឹត្តស្នៀមម្រាមដៃនៃការស្លាប់ចេញមកនិងបានបញ្ចេញនូវកម្លាំងថាពលដ៏ខ្លាំងក្លាក៏ធ្វើអ្នកទាំង3ឡើងប៉ឹងដោយកម្លាំងថាពលស្នៀមម្រាមដៃនៃការស្លាប់របស់ស៊ីទូណាន់វាពិតជាខ្លាំងមែនទែនក៏ធ្វើឲ្យដុំថ្មនៃក្បែរក្បាលនេះប្រែបែកខ្ទេញអញ្ចឹងហើយបន្ទាប់ពីស៊ីទូណាន់ប្រព្រឹត្តស្នៀមម្រាមដៃនៃការស្លាប់រួចរាងកាយនិងវិញ្ញាណរបស់ស៊ីទូណាន់ក៏បានរលាយចូលនៅក្នុងគុជអមតៈធានីដូច្នេះហើយនៅក្នុងលំពេលដែលអ្នកទាំង3សម្រាប់ខ្លួនទៅដណ្ដើមចងក៏មានកម្លាំងថាពុបទប់បឹងចេញពីគុជអមតៈធានីនឹងមកចឹងឯគុជអមតៈធានីវាក៏ត្រូវបានធ្លាក់ទៅទីកន្លែងមួយហើយគ្មានអ្នកណាគេម្នាក់បានដឹងពីទីកន្លែងរបស់វាពិតប្រាកដឡើយនៅជ្រុំទៅទោះបីជារាងកាយរបស់ស៊ីទូណាន់ត្រូវបានបំផ្លាញក៏ដោយក៏ប៉ុន្តែដួងព្រលឹងវិញ្ញាណរបស់គាត់គឺមិនរសាត់ទៅណានោះទេដែលគាត់រងចាំមនុស្សដែលមាននិស្ស័យបង្ហាញខ្លួនមកនៅពេលនោះក៏ប្រកាសជានឹងអាចឃើញពលឺថ្ងៃម្ដងទៀតជាជាមិនខានដូច្នេះសាច់រឿងនៃភាគទី1របស់យើងគឺបានចាប់ផ្ដើមទៅលើមនុស្សប្រុសវ័យក្មេងម្នាក់ដែលគេគឺជាតួឯករបស់យើងនឹងឯងគឺមានឈ្មោះថាវ៉ាងលិននៅរួមទៅតួឯករបស់យើងគឺកំពុងតែព្យាយាមអានសភៅតាក់ទងជាមួយនឹងមូលដ្ឋាននៃការហ្វឹកហាត់ក្បាច់គុននេះវិញគឺជាផ្ទះរបស់វ៉ាងលិនឪពុករបស់វ៉ាងលិនគឺមានឈ្មោះថាវ៉ាងទាំងស៊ុយម្ដាយរបស់គេគឺមានឈ្មោះថាយីងស៊ូពួកគាត់ទាំងអស់គ្នារស់នៅដោយការពឹងផ្អែកទៅលើការឆ្លាក់រូបដើម្បីចិញ្ចឹមកាពះដោយភ្លាមនោះមានគឺមានមនុស្ស3នាក់ដើរចូលមកដែលពួកគេទាំង3គឺបានមកចម្លិតយកប្រាក់និងយករូបចម្លាក់ទាំងអស់យកទៅទាំងអស់នេះវាគឺជាអ្វីដែលពុករបស់វ៉ាងលិនគេបានជំពាក់ពួកគេនៅរួមទៅពួកគេបានប្រមូលអ្វីគ្រប់ចានទាំងអស់នៅក្នុងផ្ទះសម្បីតែប្រាក់មួយថននេះក៏ដូចគ្នាផងដែរអញ្ចឹងឪពុករបស់វ៉ាងលិនគេបានសំវថាប្រាក់នេះវាគឺជាប្រាក់សម្រាប់ការចាយវារបស់វ៉ាងលិននៅក្នុងការប្រឡងឆ្នាំនេះនៅរួមទៅម្ដាយឪពុករបស់វ៉ាងលិនពួកគាត់ទៅពីរនាក់ក៏បានលុតជង្គង់ចោះសំវពួកគេទៅ3នាក់ឪពុកនៅប្រាក់អ្វីៗនឹងមកតែទោះបីជាណាក៏ដោយពួកគេទៅ3នាក់គឺមិនបកគលឲ្យនោះទេថានេះវាគឺជាបំណុលចឹងហើយពួកគេត្រូវតែយ៉ងវ៉ាងលិនបានឃើញម្ដាយឪពុករបស់គេលុតជង្គង់ចឹងគេបាននិយាយថាអនាគតរបស់គេគឺមិនអាចលុតជង្គង់ចំពោះមុខអ្នកដទៃបានឡើយនៅរួមទៅគឺសុខចិត្តស្រាបប្រសើរជាងរងនៅការអាម៉ាបន្ទាប់ពីពួកគេចាយចេញទៅឪពុករបស់វ៉ាងលិនគាត់ក៏បានជាបន្ទូខ្លួនឯងថាក្នុងនាមគាត់គឺជាកូនប្រុសទី2នៃក្រុមគ្រួសារតកូវ៉ាងគឺអាចសមត្ថភាពមើលថែគ្រួសារបានល្អជាពាក់តែបំណុលគេចឹងណាហើយបន្ថែមទៀតគាត់គិតថាគាត់ពិតជាអយុត្តិធម៌ខ្លាំងមែនទែនតែទោះបីជាណាក៏ដោយគាត់គឺមិនដឹងថារតនាគេមកជួយបានឡើយហើយម្ដាយរបស់វ៉ាងលិនក៏ដូចគ្នាផងដែរដែលគាត់ក៏បាននិយាយសុំទោសទៅកាន់វ៉ាងលិនថាឆ្នាំហ្នឹងវ៉ាងលិនប្រកាសជាមិនអាចទៅប្រឡងបានឡើយអញ្ចឹងហើយវ៉ាងលិនគឺមិនគិតរឿងបញ្ហាទាំងអស់ហ្នឹងទេហើយដល់ភ្លាមនោះមានលោកពូទី4របស់វ៉ាងលិនគាត់ក៏បានមកហើយគាត់បាននិយាយថាគាត់មកជិតពេលទៀតហើយដែលមិនបានប៉ះគ្នាជាមួយនឹងអាមនុស្សអាក្រក់ទាំងអស់គ្នានោះ
ហើយប្រចាំទៀតមូលហេតុគាត់មកលើកនេះគឺមានរឿងសំខាន់មួយចង់5ដែលគាត់បានដឹងថាប៉ាហេយូគឺជាប៉ាសំខាន់មួយនៃអ្នកហ្វឹកហាត់អមតៈដែលស្ថិតនៅក្នុងអាណាចក្រសោរបស់ពួកគាត់គឺនិយាយថាបច្ចុប្បន្ននេះប៉ាហេយូគឺកំពុងតែជ្រើសរើសសិស្សថ្មីនិយាយសំខាន់ទៅគាត់គឺមានកំណត់ថាគឺចង់ឲ្យវ៉ាងលេនចូលនៅក្នុងប៉ាហេយូទៅហ្វឹកហាត់ដើម្បីប្រែក្លាយជាមនុស្សអមតៈតែទោះបីជាណាក្រោយឪពុកវ៉ាងលេនគាត់បាននិយាយថាវាគឺជាការល្អបំផុតនៅក្នុងការហ្វឹកហាត់ឆ្ពោះទៅភាពអមតៈប៉ុន្តែនៅពេលដែលគាត់បានដឹងថានៅក្នុងការហ្វឹកហាត់ឆ្ពោះទៅភាពអមតៈគឺវាមិនងាយស្រួលឡើយអញ្ចឹងហើយឪពុកវ៉ាងលេនគាត់ក៏បានដកដង្ហើមធំនិងបាននិយាយបន្តទៅថានៅក្នុងឆ្នាំនេះគាត់នឹងព្យាយាមឆ្លាក់រូបឈើឲ្យបានច្រើននិងសន្សំប្រាក់ទុកឲ្យវ៉ាងលេនទៅប្រឡងនៅឆ្នាំក្រោយហើយចំណែកគេបំណុលដែលនៅសេសសល់ដល់20ឆ្នាំទៀតប្រកាសជានឹងបងអស់ចាក់ជាមិនខានហើយវ៉ាងលេនបន្ទាប់ពីបានលើពីស្ដីឪពុករបស់ខ្លួននិយាយដូច្នោះគេបានលុតជង្គង់ចុះគ្រប់ចំពោះមុខឪពុកម្ដាយរបស់គេថាអស់រយៈពេលប្រហែលឆ្នាំកន្លងមកនេះខ្លួនគេគឺមិនដែលគេចវេះពីបញ្ហានោះទេក៏ប៉ុន្តែខ្លួនគេគឺមិនចង់ឃើញឪពុកម្ដាយរបស់គេព្យាយាមធ្វើការតែជប់នៅថ្ងៃកាន់តែពិសេសទៀតនោះគឺមិនចង់ឃើញអ្នកដទៃវាធ្វើបាបគាត់ចឹងទៀតដែរដូច្នេះវ៉ាងលេនគេក៏បានគិតអំពីរឿងនេះរួចហើយដោយការហ្វឹកហាត់ឆ្ពោះទៅភាពអមតៈវាគឺមិនងាយស្រួលនោះទេក៏ប៉ុន្តែវ៉ាងលេនគេនឹងព្យាយាមហ្វឹកហាត់ឲ្យអស់ពីសមត្ថភាពហើយនឹងគិតថាជោគវាសនារបស់មនុស្សវាគឺមិនត្រូវបានកំណត់ដោយវាសនានោះទេអញ្ចឹងឯខ្លួនគេនឹងព្យាយាមធ្វើឲ្យបានហើយបន្ទាប់ពីបានលើពីស្ដីរបស់វ៉ាងលេននិយាយអញ្ចឹងឪពុកម្ដាយរបស់វ៉ាងលេនរួមជាមួយនឹងលោកពូទី4របស់វ៉ាងលេនក៏បានជួបព្រមឲ្យវ៉ាងលេនទៅតែសារបងតែម្ដងដូច្នេះឪពុកម្ដាយរបស់វ៉ាងលេនក៏បាននាំវ៉ាងលេនមកដល់វិមាននៃក្រុមគ្រួសារតកូវ៉ាងរបស់គាត់ដែលពុករបស់វ៉ាងលេនគាត់បាននិយាយថាដែលខ្លួនគាត់ក៏ត្រូវបានក្រុមគ្រួសារបណ្ដេញចេញតាំងពីយូរណាស់មកហើយគាត់គឺមិនបានឈានជើងមកកាន់ក្រុមគ្រួសារតកូវ៉ាងម្ដងទៀតនោះទេក៏ប៉ុន្តែនៅថ្ងៃនេះគាត់ក៏បានវិលត្រឡប់មកវិញហើយគាត់ក៏បាននិយាយប្រាប់វ៉ាងលេននៅពេលដែលបានចូលទៅកុំឲ្យវ៉ាងលេនចូលចិត្តទុកដាក់ចំពោះពាក្យស្ដីនៃទាំងអស់គ្នានិយាយមកអីដូច្នេះហើយនៅពេលដែលគាត់ចូលទៅសមាជិកនៃក្រុមគ្រួសារតកូវ៉ាងម្នាក់នេះក៏បានស្ម័គ្រជាស្រ័យទៅកាន់ឪពុករបស់វ៉ាងលេនរត់ទៅធ្វើដែលខ្លួនគេបានធ្វើការពីមុនហើយបានលើចឹងក៏ធ្វើឪពុករបស់វ៉ាងលេនគាត់ក៏មានការភ្ញាក់ផ្អើលក្នុងចិត្តផងដែរបន្ទាប់ពីស្ដាប់ឮពាក្យសម្ដីដែលគួរសមរបស់មនុស្សអបែងបែងនេះយល់ទៅសមាជិកនៃក្រុមគ្រួសារតកូវ៉ាងមួយចំនួនធំគឺមិនរើអើងទៅកាន់ឪពុកម្ដាយរបស់វ៉ាងលេននោះទេចំណែកគេក្មេងប្រុសម្នាក់នេះវិញគេក៏មានឈ្មោះថាវ៉ាងហៅអញ្ចឹងគេក៏បានគ្រប់រាក់ទាក់ទៅកាន់វ៉ាងលេនដែលជាបងប្រុសជីដូនមួយរបស់គេនឹងផងដែរដោយឡែកតែក្មេងប្រុសពាក់កៅអៅពណ៌ស្វាយនេះគេក៏បាននិយាយបែបលក្ខណៈឌៀមដាមទៅកាន់វ៉ាងលេនគឺនិយាយថាខ្លួនគេមើលទៅគឺត្រូវតែចំណាយពេលពី3ថ្ងៃទៀតដើម្បីឆ្លាក់រូបទេពអប្សរហើយបន្ទាប់មកវានឹងឆ្លងចំហាយវិញ្ញាណទេពអប្សរមកកាន់ខ្លួនគេនឹងហើយព្រោះអីគេបានដឹងថាការងាររបស់វ៉ាងលេនគឺជាជីងឆ្លាក់ឈើនឹងឯងអញ្ចឹងអាក្មេងម្នាក់ហ្នឹងគេក៏មានឈ្មោះថាវ៉ាងស៊ូនិយាយរួមទៅមនុស្សទាំងអស់គ្នានៅទីនេះពួកគេក៏បាននិយាយសារទៅការសមត្ថភាពនិងទេពកោសល្យរបស់វ៉ាងស៊ូវាពិតជាអស្ចារ្យទាំងអស់នេះវាគឺជាដើមហេតុដែលព្រះអាចារ្យដៅស៊ូពេញចិនហើយគាត់ក៏បានអនុញ្ញាតឲ្យមនុស្ស3នាក់នៅក្នុងគ្រួសារតកូវ៉ាងធ្វើការទៅតែសាឡបងភ្លាមមនុស្សនៅប៉ាហេយូម្នាក់បានមកដល់អ្នកទាំងអស់គ្នាដែលបានឃើញចឹងពួកគេក៏បានអង្គគ្រប់ទៅកាន់មនុស្សម្នាក់ហ្នឹងយល់ទៅគេគឺជាអ្នកវឹកហាត់អមតៈនឹងឯងអញ្ចឹងសិនតែប៉ាហេយូម្នាក់ហ្នឹងបើទៅពីបានឃើញវ៉ាងស៊ូគេបានសារថាវ៉ាងស៊ូពិតជាមានទេពកោសល្យដ៏ល្អគឺដោយអ្វីដែលព្រះអាចារ្យដៅស៊ូបានលើកឡើងពិតមែនដូច្នេះវ៉ាងស៊ូគេបានណែនាំខ្លួនឯងហើយអ្នកទាំងពីរក៏ដូចគ្នាផងដែរបើទៅមកមនុស្សនៅប៉ាហេយូម្នាក់ហ្នឹងគេក៏បានទម្លាក់ដើរ3ដើមឲ្យអ្នកទាំងអស់គ្នាជិះទៅអញ្ចឹងឯវ៉ាងលេនគេក៏បាននិយាយថាខ្លួនគេគឺសុំពេលវេលាបន្តិចទៅសុំលាឪពុកម្ដាយរបស់គេជាមុនសិនអញ្ចឹងឯវ៉ាងលេនគេក៏បានទៅលើជង្គង់អង្គគ្រុតជម្រាបលាឪពុកម្ដាយរបស់គេទៅហើយគេនឹងព្យាយាមឲ្យបានល្អបំផុតហើយម្ដាយរបស់វ៉ាងលេនក៏បាននិយាយថាបើសិនបើវ៉ាងលេនមិនត្រូវបានប៉ាហេយូជ្រើសរើសនោះទេឲ្យវ៉ាងលេនត្រឡប់មកវិញមកគាត់នឹងនៅរងចាំវ៉ាងលេនអញ្ចឹងហើយវ៉ាងលេនគេក៏បានធ្វើដំណើរចេញទៅអញ្ចឹងយើងអាចបានថាវ៉ាងហៅគេមិនជាមនុស្សអាក្រក់អីនោះទេបាននិយាយទៅកាន់វ៉ាងលេនថាកុំខ្លាចអីអញ្ចឹងណានៅពេលដែលបានទៅដល់ប៉ាហេយូថាតើខ្លួនគេគឺជាអ្នកការពារវ៉ាងលេនអញ្ចឹងនីតិបំផុតពួកគេបានមកដល់ប៉ាហេយូនីតិខ្លះនេះវាពិតជាអស្ចារ្យខ្លាំងមែនទែនគឺមានពពកក្រាស់ទឹកជ្រោះដល់ជ្រៅហើយនៅពេលដែលបានហោះឡើងមកដល់ខាងលើគឺយើងបានឃើញថាគឺមានត្រីផ្សោតធំចំណែកឯសត្វក្តារនេះវិញវាក៏បានរត់លេងយ៉ាងរំភើយនៅលើទឹកនេះមិនតែប៉ុណ្ណោះក៏មាននាគតកដ៏ធំមួយលោតចេញមកផងដែរដូច្នេះពួកគេទាំងអស់គ្នាក៏បានមកដល់មុខច្រកទ្វារនៃប៉ាហេយូដែលភ្លាមៗនោះក៏មានព្រះរាជា3នាក់គឺបានចូលមកដែលព្រះរាជានៅកណ្ដាលនេះគាត់គឺជាមេប៉នៃប៉ាហេយូនឹងឯងដែលមានឈ្មោះថាហងឡុងសានអញ្ចឹងគាត់ក៏បាននិយាយតាក់ទងជាមួយនឹងការប្រឡងដើម្បីចូលនៅក្នុងប៉ាហេយូរបស់គាត់គឺតឹងរឹងចាំបាច់ត្រូវតាមមានការតេស្តសារបងហើយចំណែកឯមនុស្សទាំងអស់គ្នានៅទីនេះប្រកាសជាមានមនុស្សតិចណាស់ដែលជាប់នៅក្នុងការប្រឡងអ្វីដែលសំខាន់បំផុតទៅវិញគឺមានប្រាជ្ញានិងមានទេពកោសល្យនៅក្នុងការហ្វឹកហាត់ហើយដោយការប្រឡងគឺមានពីរផ្នែកទី1គឺជាការធ្វើតេស្តឬគល់ខាងវិញ្ញាណអញ្ចឹងគាត់ក៏បានប្រាប់ឲ្យព្រះរាជាទាំងពីរនេះទៅពិនិត្យមើលតែម្ដងដែលព្រះរាជាម៉ាប់ម្នាក់នេះគាត់គឺមានឈ្មោះថាសុនដាជូហើយព្រះរាជាសក់សពមាត់សម្នាក់នេះគាត់គឺមានឈ្មោះថាដាវស៊ូសានរ៉ានអញ្ចឹងពួកគាត់ទាំងពីរនេះក៏បានចាប់ផ្ដើមពិនិត្យមើលឬគល់ខាងវិញ្ញាណអ្នកទាំងអស់គ្នាតែម្ដងទៅដូច្នេះមនុស្សទាំងអស់គ្នានៅទីនេះភាគច្រើនគឺគ្មានឬគល់ខាងវិញ្ញាណល្អនោះទេហើយបន្ទាប់មកវិញណាក៏ដល់វេនវ៉ាងស៊ូព្រះរាជាម៉ាប់គាត់ក៏បានស្វាវ៉ាងស៊ូផងដែរវ៉ាងស៊ូគឺជាមនុស្សម្នាក់ដែលព្រះរាជាដាវស៊ូបានលើកឡើងតែនេះពិតជាមានទេពកោសល្យដូចអ្វីដែលព្រះរាជាដាវស៊ូលើកឡើងពិតមែនអញ្ចឹងឯវ៉ាងស៊ូគេក៏បានជាប់នៅក្នុងការប្រឡងនេះដោយជោគជ័យបន្តមកទៀត
ទៀតគឺជាវ៉ាងហៅអញ្ចឹងវ៉ាងហៅគឺជាឆ្លាតខ្លាំងមែនទែនគេបានអនគ្រប់រយតែកម្មប្រតិចាំម៉ាប់អញ្ចឹងណានឹងប្រាប់ឈ្មោះផងដែរតែគេមានឈ្មោះថាវ៉ាងហៅដូច្នេះប្រតិចាំម៉ាប់គាត់ក៏បានចាប់ផ្ដើមពិនិត្យមើលឬគល់ខាង Virgin របស់វ៉ាងហៅហើយគាត់រៀបនឹងនិយាយទៅហើយប៉ុន្តែវ៉ាងហៅគេបានស្ទុះមកចឹងលឿននឹងបានឲ្យអ្វីម្យ៉ាងទៅកាន់ប្រតិចាំម៉ាប់ថានេះវាគឺជាយន្តសិនដែលមានអាយុកាល300ឆ្នាំឪពុកម្ដាយរបស់គេក៏បានរកឃើញវានៅលើភ្នំអញ្ចឹងខ្លួនគេគឺយកវាជាពិសេសជូនទៅប្រតិចាំម៉ាប់អញ្ចឹងប្រតិចាំម៉ាប់គាត់បានសារទៅកាន់វ៉ាងហៅអញ្ចឹងណាថាគេពិតជាឆ្លាតខ្លាំងមែនទែនអញ្ចឹងឯវ៉ាងហៅក៏ត្រូវបានប្រតិចាំម៉ាប់អនុញ្ញាតឲ្យគេជាប់នៅក្នុងការប្រឡងនេះផងដែរហើយនៅបន្តជាច្រើនទៀតគឺមិនជាប់នោះទេលុះបន្ទាប់មកក៏ដល់វេនវ៉ាងលិនដែលប្រតិចាំសក់សពុំអត់សមនេះគាត់ក៏បានពិនិត្យមើលឬគល់ខាង Virgin របស់វ៉ាងលិនប៉ុន្តែឬគល់ខាង Virgin របស់វ៉ាងលិនគឺមិនល្អនោះទេអញ្ចឹងឯវ៉ាងលិនគឺមិនជាប់នៅក្នុងការប្រឡងនេះឡើយហើយយើងបានឃើញថាវ៉ាងលិននៅពេលនេះគេពិតជាអស់សង្ឃឹមខ្លាំងមែនទែនអារម្មណ៍និងស្មារតីរបស់គេគឺមិនស្ថិតនៅក្នុងខ្លួននោះទេដែលបាននឹកឃើញពីសម្ដីមនុស្សអាក្រក់ទាំងអស់គ្នាក៏បាននិយាយមើងងាយធ្វើបាបឪពុកម្ដាយរបស់គេកន្លងមកតែទោះបីជាណាក៏ដោយគេក៏បានចងចាំពីសម្ដីមេប៉ាបាននិយាយថាដោយការប្រឡងលើកនេះវាគឺមានពីរផ្នែកអញ្ចឹងគេគិតថាការប្រឡងគឺមិនទាន់ចប់នោះទេហើយម្ចាស់ទីនៅពេលនេះគេក៏មិនដឹងថាដោយការប្រឡងផ្នែកទី2គឺជាអ្វីឡើយអញ្ចឹងលោកមេប៉ាគាត់ក៏បានវិយពពកបង្ហាញនៅភ្នំពិសិដ្ឋនៅខាងលើនេះអញ្ចឹងភ្នំពិសិដ្ឋនៅខាងលើហ្នឹងក៏បានទម្លាក់នៅវ៉ាជាចន្ទាចូលមកនឹងហើយវាគឺជាការប្រឡងផ្នែកទី2របស់អ្នកទាំងអស់គ្នាដែលគ្មានរកលខាងវិញ្ញាណល្អជាលក្ខណៈក្នុងការប្រឡងផ្នែកទី2នេះគឺចាំបាច់ឡើងទៅដល់ភ្នំពិសិដ្ឋមុនពេលថ្ងៃលេងបើមិនចឹងនោះទេគឺមិនជាប់នៅក្នុងការប្រឡងឡើយហើយទាំងអស់នេះវាគឺជាឱកាសចុងក្រោយរបស់វ៉ាងលិនគេនឹងព្យាយាមធ្វើវាឲ្យបានល្អបំផុតអញ្ចឹងអ្នកទាំងអស់គ្នាពួកគេក៏បានបញ្ញាចាប់ផ្ដើមឡើងទៅដោយជាបានឃើញថានៅក្នុងឡុងពេលដែលអ្នកទាំងអស់គ្នាឡើងទៅបានតែកណ្ដាលផ្លូវពួកគេក៏បានធ្លាក់ចូលនៅក្នុងសភាពគ្រោះថ្នាក់គឺពុពេញទៅដោយអណ្ដាតភ្លើងឆាប់ឆេះអញ្ចឹងណាដោយមិនអាចទ្រាំនឹងការជិះចាប់បានគេក៏បានសុំដកខ្លួនពីការប្រឡងនេះអញ្ចឹងគេមានមនុស្សជាច្រើនគឺមិនអាចទ្រាំទ្រនឹងការជិះចាប់នឹងបានឡើយពួកគេក៏បានសុំចេញពីការប្រឡងទាំងអស់គ្នាទៅដោយឡែកតែវ៉ាងលិននៅវិញទោះបីជាគេជិះចាប់មិនក៏ដោយគេនៅតែតស៊ូអញ្ចឹងគេจะបានឃើញថាវ៉ាងលិនក៏ត្រូវបានមកដល់ទីកន្លែងភ្នំភ្លើងដូច្នេះវ៉ាងលិនគិតថាទាំងអស់នេះវាគឺជាការបំភាន់អញ្ចឹងឯវ៉ាងលិនគេក៏បានព្យាយាមតាមទៅមកដើរចូលទៅក្នុងកំអែភ្នំភ្លើងតែម្ដងយល់ទៅវ៉ាងលិនគេគឺជាចាប់ដូចជាគេចូលទៅក្នុងកំអែភ្នំភ្លើងពិតមែនអញ្ចឹងតែទោះបីជាណាក៏ដោយវ៉ាងលិនគេក៏បានជំនះនៅឧបសគ្គទាំងអស់នេះឡើងម្ដងខាងលើនៅបានឃើញកំពូលភ្នំពិសិដ្ឋនៅចំពោះមុខគេនឹងផងដែរអញ្ចឹងវ៉ាងលិនគេក៏បានរត់ទៅយ៉ាងលឿនតែទោះបីជាណាក៏ដោយនៅខាងមុខគឺគ្មានផ្លូវដើរទៅមុខបន្តទៀតនោះទេដូច្នេះវ៉ាងលិនគេបានសម្លឹងទៅខាងមុខនិងក្តាប់ដៃចំណែនទៅមុខរបស់គេនៅវិញពិតជាមុតមមខ្លាំងមែនតើអញ្ចឹងគេក៏បានគិតក្នុងចិត្តថាអំពើល្អនិងភាពស្មោះត្រង់វានឹងនាំទៅដល់ភាពជោគជ័យអញ្ចឹងវ៉ាងលិនគេក៏បាននិយាយពីទាំងអស់នៅក្នុងចិត្តប្រមាណម៉ាត់និងបោះជំហានដើរទៅមុខពំដូចជាបានឃើញថាវ៉ាងលិនគឺមិនត្រូវបានធ្លាក់ចូលនៅខាងក្រោមនោះទេទាំងអស់នេះវាគឺជាការតេស្តសាល់បងអញ្ចឹងណាអញ្ចឹងវ៉ាងលិនគេក៏បានរត់ទៅយ៉ាងលឿនប៉ុន្តែមិនណាក៏បានបុកនៅរបាំងកាពីនៅទីនេះក៏ធ្វើវ៉ាងលិនគេអស់សង្ឃឹមផងដែរថាខ្លួនគេក៏បានឡើងមកដល់ទីនេះហើយមិនបានជាអ្នកទាំងអស់គ្នាបដិសេធនឹងខ្លួនគេអញ្ចឹងមនុស្សរបស់ហេងយូបាននិយាយថាវាត្រូវបានអស់ពេលវេលាហើយដោយសារតែថ្ងៃលេងដូច្នេះវ៉ាងលិនគេបានដើរទៅវិញប្រមាណជំហានទឹកមុខរបស់គេពិតជាស្ងួតស្ងាត់តែទោះបីជាណាក់ដោយវ៉ាងលិនគេគឺមិនសុខចិត្តនោះទេដែលគេក៏បានរត់ទៅយ៉ាងលឿនទៅបបុកជាមួយនឹងរបាំងកាពីនោះពេញមួយទំហឹងហើយក៏បានធ្វើឲ្យវ៉ាងលិនធ្លាក់ចូលនៅខាងក្រោមតែម្ដងទៅ